អ្នកកំពុងធ្វើអ្វីមិនក៏នៅមានបិសាចច្រើនម្ល៉េះវាអាក្រក់ទៅហើយនៅក្នុងលោកដែលភ្លឺស្វាងនេះមិនក៏បិសាចនៅតែអាចត្រូវមនុស្សធ្វើបាបបានទៅកើតកុំប៉ះពាល់អីខ្ញុំមិនខ្លាចឯងទេកិត្តិយសរបស់ឯងជាបិសាចឯណាទៅខ្ញុំឃ្លានពេកខ្ញុំចូលមករកឯញ៉ាំក៏ត្រូវគេចាប់បានទៅឯងនេះគ្មានបានការសោះជាបិសាចអីគេនឹងមកពីលាអង្គទីហួនមានក្នុងបង្អែកខ្លាំងបែបនេះនៅតែខ្លាចគេទៀតឯងធ្វើឲ្យស្ដេចរបស់ឯងអាម៉ាស់មុខហើយស្ដេចរបស់ខ្ញុំស្លាប់ហើយពេលណាគឺថ្ងៃនេះបិសាចទាំងអស់នៅលាអង្គទីហួនត្រូវបានគេសម្លាប់អស់ហើយមានតែខ្ញុំម្នាក់គត់ដែលរត់រួចអ្នកណាជាអ្នកធ្វើស៊ូកុងស៊ុនអូខុងឯងមិនស្គាល់ផងហ៎ឯងជាបិសាចមែនទេពិតមាត់ខ្ញុំមិនទាន់ប្រាប់ឲ្យឯងនិយាយផងឯងកុំកាត់សម្ដីមកវិញបើអីចឹងឯងនិយាយមកស៊ុនអ៊ូខុងជាសិស្សរបស់ព្រះថាំងគ្រាន់តែជាព្រះសង្ឃធម្មតាប៉ុន្មានអង្គមានឥទ្ធិពលខ្លាំងយ៉ាងហ្នឹងធម្មតាស៊ុនអ៊ូខុងធ្វើដំណើរទៅទីខាងលិចដើម្បីដកព្រះគម្ពីរលុបបំបាត់បិសាចអំនោះអស់រាប់មិនអស់ឯងថាគាត់កំចាត់ឯងតើនេះជាការដែលឯងមិនស្ដាប់តាមទេខ្លាចហើយមែនទេឥឡូវនេះគ្រូនិងសិស្សទាំង4នាក់របស់គាត់នៅតែនៅក្នុងរាជធានីស្ដេចបានប្រាថ្នាឲ្យពួកគេស្នាក់នៅរយៈពេល10ថ្ងៃមិននឹកស្មានថានៅមានបិសាចសេះសល់ដូចជាឯងទៀតឥឡូវនេះខ្ញុំមិនខ្លាចពួកឯងទេគ្រាន់តែខ្ញុំវីកុំម្ដងអ្នកភូមិទាំងមូលនឹងដឹងទាំងអស់គ្នាស៊ុនអ៊ូខុងនឹងមកភ្លាមតើឯងជឿអត់កូនខ្ញុំនៅឯណាបងធំឈប់ទៅយើងមិនមែនជាអ្នកបង្កបញ្ហាទេគ្រាន់តែឆ្លងកាត់ប៉ុណ្ណោះមិនបានទេវាមានហើយបងធំកុំបង្ខំគាត់មានរឿងអីពិតជាមិនចាំបាច់ទេកុំទៅប្រកាន់គាត់អីបងធំមានរឿងអីនិយាយគ្នាល្អយើងទៅឥឡូវនេះហើយល្អទេគីងកុកិត្តិយសរបស់ឯងនៅណាបងធំមហេលោកគ្រូថាងនឹងសិស្សហេតុអ្វីបានជាត្រូវទៅចម្លងធម៌7ថ្ងៃចម្លងធម៌អាចខ្លាយជាព្រះពុទ្ធបានហេឋានៈវាមិនដូចគ្នាទេបើមិនដូច្នោះទេស៊ុនអ៊ូខុងដែលជាបិសាចមានឫទ្ធិខ្លាំងពូកែមែនទែនតើអាចតាមលោកគ្រូថាងទៅចម្លងធម៌ដោយស្ដាប់បង្គាប់បានដែរឬស៊ុនអ៊ូខុងក៏ជាបិសាចដែរឬត្រូវហើយស៊ុនអ៊ូខុងគ្រាន់តែជាស្វាមួយក្បាលប៉ុណ្ណោះជាបិសាចជ្រូកសោះសំបីតែសេះដែលជីក៏បិសាចប្រែខ្លួនដែរចឹងហេតុអីបានជាពួកវាចង់បានជាព្រះម្លេះបើបានជាព្រះហើយនោះអ្នករាល់គ្នានឹងគោរពកត់ខ្លាចអាចរស់នៅអមតៈបានទេនោះមិនមែនជារឿងធំអ្វីទេនៅធ្វើការទៀតអត់ខ្ញុំលោតអាគារហើយណាបានរត់ទៅកុំលួចខ្ជិលលឿនឡើងឆ្មាពីរនេះខ្ញុំនឹងយកបើខ្ញុំឃើញពួកឯងដើរលេងនៅក្បែរនឹងទៀតខ្ញុំនឹងវាម្ដងទៀតអស់សង្ឃឹមហើយលើកនេះវិនាសអស់ហើយមិនប្រកាសទេចាប់ព្រះថាំងសឿនមកចង់ញ៉ាំសាច់ព្រះថាំងសឿនទេខ្ញុំល្ងងណាស់ខ្ញុំឆោតល្ងងពេកហើយអ្នកបោកខ្ញុំអ្នកឯងជាមនុស្សព្រៃផ្សៃអ្នកមិនខ្វល់អ្វីទេខ្ញុំលែងអាចត្រឡប់ទៅវិញបានទៀតហើយខ្ញុំក៏លែងបានឃើញទៀតហើយជីវិតខ្ញុំមួយជីវិតនេះត្រូវអ្នកបំផ្លាញអស់ហើយហេតុអីមិននិយាយថាឯងទៅយកគម្ពីរជាមួយព្រះថាំងសាមចាំងហេតុអីមិននិយាយថាឯងទៅធ្វើជាស្ដេចបដូរថ្លៃនិយាយទៅឯងនិយាយបានទេនិយាយថាត្រូវហើយធ្វើអីការទៅយកគម្ពីរជារឿងល្អណាស់ឯងឈ្គួតទេដឹងទៅយកគម្ពីរជាមួយព្រះថាំងសាមចាំងខ្ញុំគិតថាយើងអាចក្លែងខ្លួនជាពួកគេទៅយកគម្ពីរមើលទៅពួកគេមិនមានជ្រូកមួយក្បាលទេខ្ញុំអាចសាកល្បងដេញព្រះថាំងសាមចាំងចេញហើយរក2នាក់ទៀតបង្កើតក្រុមទៅជាមួយគ្នាយ៉ាងម៉េចដែរឈ្គួតហើយយើងនឹងទៅដល់ទីខាងលិចមុនពួកគេដើម្បីយកគម្ពីរហើយត្រាស់ជាព្រះពុទ្ធមានជីវិតអមតៈខ្ញុំប្រាប់ឯងថាខ្ញុំសុខចិត្តទៅសារភាពដោយខ្លួនឯងបើខ្ញុំត្រូវគ្រូបង្វឹកខ្ញុំបោះទម្លាក់ពីច្រាំងថ្មចោតខ្ញុំក៏ដាច់ខាតមិនទៅយកគម្ពីរជាមួយឯងដែរ